នោះឈប់ចាំមួយផ្លែណានាងទៅមកពីណាដែរពលលោកចង់ធ្វើឲ្យខ្ញុំណាសួរត្រឹមត្រូវមិនបានណាលេងណែឆាំមកវិញមានម៉ូតូវិញបានមកដល់ហើយណាពលលោកគ្មានចិត្តជាមនុស្សទេសួយដល់ហើយអើយឆាំណាអរគុណលោកច្រើនណាស់នេះជាភារកិច្ចរបស់ខ្ញុំទេពួកខើខូចតែងតែមានលោកឡំជាមួយមនុស្សល្អជាងនេះអ្នកនាងបំរុងទៅណាឡើងម៉ូតូមកខ្ញុំជូនទៅចាកុំខ្លាចអីខ្ញុំជាអ្នកធ្វើការម្នាក់ដែរតាចាណែឡើងមកអ្នកនាងប្រាប់ផ្លូវខ្ញុំផងចាខ្ញុំធ្លាប់មកភ្នំពេញតែម្ដងគត់តាំងពីអាយុ8ឆ្នាំខ្ញុំចង់រកផ្ទះពួកម៉ាក់ប៉ាខ្ញុំគាត់ដូចជានៅម្ដុំទួលគោកហ្នឹងអញ្ចឹងអ្នកនាងមិនមែនជាអ្នកនៅភ្នំពេញនេះទេចាស្រុកកំណើតខ្ញុំនៅមង្គលបុរីប៉ាខ្ញុំស្លាប់គាត់ផ្ដាំផ្ដាច់ឲ្យខ្ញុំមករកមិត្តចាស់គាត់នៅភ្នំពេញហ្នឹងអ្នកនាងដូចជាផ្សងព្រេងពេកហើយអញ្ចឹងធ្លាប់មកតែម្ដងទេតិចរកមិនឃើញទៅបាទរកមិនឃើញអ៊ំខ្ញុំគ្មានទីពឹងទេនោះលោកនោះមកដល់ភ្នំពេញអ្នកនាងកំភៃអីបើរកគាត់មិនឃើញតែស្នាក់នៅជាមួយខ្ញុំសិនចុះផ្ទះខ្ញុំមានតែខ្ញុំនិងមេដោះម្នាក់ប៉ុណ្ណោះអស់លោកឈប់នឹងសិនណាអូននោះម្ដុំហ្នឹងហើយគេប្រាប់ខ្ញុំថាផ្ទះនេះម្ចាស់ដើមកាន់កាប់រហូតបន្តិចទៀតគាត់មកវិញហើយខ្ញុំសូមជួយអរអ្នកនាងណាគ្មានថ្ងៃណាដែលខ្ញុំបំភ្លេចនៅពេលល្អរបស់លោកទេបើអ្នកនាងចាំប្រាប់ឲ្យខ្ញុំស្គាល់ឈ្មោះផងបានទេចាអក្សរាចំណែកខ្ញុំឈ្មោះមនីអក្សរាបើមិនយល់ទាស់ទេខ្ញុំអាចមកលេងម្ដងម្កាលបានទេដើម្បីរាប់អានច្រៀងរហូតទៅ
ចាអឺ អូខ្ញុំយល់ហើយអ្នកនាងទើបតែមកផ្ញើខ្លួនជាមួយគេមានមិត្តប្រុសមិនសមរម្យឡើយខ្ញុំមិនហ៊ានរំខានអ្នកនាងទេខ្ញុំលាសិនហើយណា ចា នាងមានការរត់ណាដែរ ចាខ្ញុំបារម្ភម្ចាស់ផ្ទះនេះ បាទខ្ញុំនឹងឲ្យម្ចាស់ផ្ទះ ខ្ញុំមករកអ៊ំយឹមមិនមែនមករកពូទេ គាត់ជាឪពុករបស់ខ្ញុំ អញ្ចឹងពូឈ្មោះចំណិតមែនទេ បានណាមីងហេតុអីកូនណាមីងស្គាល់ខ្ញុំច្បាស់មែន ចាខ្ញុំអ្នកស្រុកមង្គលបារី អញ្ចឹងមីងស្គាល់អ៊ំរ៉េតនៅខាងកសិកម្មទេឬថាគាត់ស្លាប់នៅក្នុងចំនួនប៉ុលពតអស់ហើយ ចាគាត់ជាប៉ារបស់ខ្ញុំហើយខ្ញុំគឺអក្សរា អក្សរា ចា អូនធំផ្លែងបងមើលមិនស្គាល់ទេពេលវេលាដែលយើងខានជួបគ្នាវែងឆ្ងាយណាអញ្ចឹងបងមិនដឹងសួរអូនពីរឿងអីមុនទេនេះ ប៉ានឹងខ្ញុំត្រូវពួកប៉ាល់ប៉ាល់គេទៅក្នុងកូឡែនរត់បានមកវេទនាខ្លាំងណាស់ប៉ាត្រូវចាញ់ស្លាប់បានពូម្នាក់ស្គាល់ផ្លូវច្បាស់ទើបនាំខ្ញុំរត់រួចមកហើយពួកអូនក៏ចុះមកសារភាពនៅបាត់ដំបងតែម្ដង អញ្ចឹងតាបានជារំដោះ3ឆ្នាំហើយគ្មានបានដំណឹងអ្វីពីលោកអ៊ំនិងអូនសោះប៉ាបងនិងប៉ាអូនគាត់ស្រឡាញ់គ្នាណាស់គាត់ពុំអាចបែកពីគ្នាបានឡើយតែប៉ាបងគាត់ស្លាប់មួយឆ្នាំហើយ ឡំស្លាប់ហើយ ណាអើយទុកព្រួយកុំយកមកធ្វើជាទ្រព្យជាប់ប្រាណអីតោះយើងចូលទៅក្នុងផ្ទះចាំនិយាយគ្នាទៀត ចា តោះអត់ពីប៉ាបងទៅបងនៅតែពីរអ្នកចំណូល អញ្ចឹងបានជាស្ងាត់មែនបងនៅតែពីរនាក់មែនណា ចុះនៅរបៀបម៉េចពីរអ្នកកន្លះនោះ បងនៅតែមន់ល្អដល់ពីក្មេងអញ្ចឹង មុនពេលដែលប៉ាស្លាប់គាត់ផ្ដាំឲ្យបងរងចាំដំណឹងពីអូនសិនហើយមិនឲ្យបងទៅជាពាក់វគ្គបិណ្ឌជាមួយនារីណាទេអូនប្រហែលជាដឹងដែរនៅក្នុងរឿងនេះយើងបែកគ្នាក្នុងសម័យប៉ុលពតជាង3ឆ្នាំរំដោះរួច4ឆ្នាំទៀតគិតទៅ7ឆ្នាំគត់បងចាំមិនភ្លេចទេកាលនោះអូនអាយុ11ឆ្នាំទេហេតុអីក៏អូនមិននិយាយ ឲ្យខ្ញុំនិយាយរឿងអីទៀតមកបងនិយាយអស់ទៅហើយនោះ អូនគួរតែនិយាយពីគំនិតរបស់អូនផ្ទាល់ក្រែងអូនយល់ថាចាស់ចាស់ចូលចិត្តទុកដាក់មិនឲ្យស្គាល់ចិត្តគ្នា ចាំបងរត់សានមកដល់ភ្នំពេញតាមបណ្ដាំប៉ាហើយបងចង់បញ្ជាក់ថាម៉េចទៀត អក្សរា ចាំបងនៅគាត់ទៅណាហើយក ុំហៅវាថាបងព្រោះវាមានឋានៈជាប្អូនរបស់អូនទេរៀនក៏មិនរៀនការងារក៏មិនធ្វើម៉ោង9 10យប់បានចូលផ្ទះបងគ្មានលទ្ធភាពបដៅវាទេចំណែកបងប្រឡងជាប់វិស្វករហើយទៅរៀននៅបរទេស4ឆ្នាំទៀតអូនតស៊ូបន្តិចទៅពេលបងត្រឡប់មកវិញអូននឹងមានអនាគតភ្លឺស្វាង បងត្រូវទៅរៀនស្រុកគេ4ឆ្នាំមែន អូនទើបតែមកដល់បែរជាបងត្រូវឃ្លាតឆ្ងាយចេញពីអូនទៅវិញការតស៊ូរៀនសូត្ររបស់បងឈានដល់ទីបញ្ចប់ហើយ បងត្រូវទៅការ ទៅខែក្រោយនេះ អនឆ្លត់ត្រង់ការប្របាក់គ្រប់យ៉ាងសំបងទុកចិត្តចុះអក្សរាអាចរកការងារធ្វើឬលក់ដូរជួយផ្សំបងតម្រាំរៀនចប់ណា អូនគួរឲ្យស្រឡាញ់ណាស់ ទៅមកពីណាចំណូលបានទៅតែមកពីបាយផ្ទះមិត្តភ័ក្តិចំណូលនៅចាំទេនេះគឺអក្សរាកូនអ៊ំរ៉េតនោះអីគាត់ស្លាប់យូរហើយ
ព្រោះត្រូវគេគៀឡើងភ្នំពិបាកវេទនាពេក ទីចាប់ចំគូដណ្ដឹងបងនិតទៅវិញវិខ្ញុំមកអាក្រាមិនស្គាល់សោះថ្ងៃពីក្មេងឆ្ងាញ់ណា យើងគ្មានញាតិច្រើនទេអូនគួរទុកមុខទុកមាត់ឲ្យបងខ្លះផងហៅអក្សរាយ៉ាងម៉េចទើបសម នៅហើយយ៉ាងមិនក៏បានដែរព្រោះខ្ញុំមិនទាន់ពេញសិទ្ធនៅឡើយទេបងទៅទិញឲ្យមកញ៉ាំ អញ្ចឹងបងទៅសិនហើយណា ចា បងទៅ នៅខ្ញុំមិនទាន់និយាយអ្វីប្រាប់បងដិតទេតែខ្ញុំសុំចិត្តនៅប្រាក់កាសចាយវាហឺហាបានដល់អំពើពាលាមិនមែនជាផ្លូវប្រសើរទេខ្សែគប់មិត្តអាក្រក់ក៏មិនសមនឹងមុខមាត់ពុញបោតដែរ ម៉េចចង់បដៅខ្ញុំក្នុងឋានៈជាបងថ្លៃកុំត្រោះពេកចំណូលមិនត្រូវការឲ្យអ្នកណាព្រៀនបដៅទេចាំតែណែនាំបងនិតទៅព្រោះគេជាអនាគតអក្សរាឯងតម្រាំបងនិតក៏មិនហ៊ានស្ដីបន្ទោសដល់ខ្ញុំដែរសូមជ្រាប ឲ្យក៏អាចខ្ញុំវិញមកខ្ញុំមិនឃ្លានពឹងទេ មិនគេយកដល់ច្បាប់ខ្ញុំតែដែរ ហាងបោកអត់មានបើមិនចេះបដៅទូមានខ្ញុំដូចជាមិនសូវស្អប់សោះដល់តែចេះធ្វើរឹកឯងនឹងចាស់ទុំសែនជ្រិញដល់ហើយ អូណោស្អប់ខ្ពើមខ្ញុំណាស់មែនទេ អក្សរា ស្លាប់ហើយបងទិញអីក៏ច្រើនម៉ែ គឺរបស់បន្តិចបន្តួចសម្រាប់អូនណា បងទិញឲ្យអូនធ្វើអីបងត្រូវសំលុយសម្រាប់ចេញដំណើរណា បងអរគុណណាដែលអូនចេះគិតគូរចំពោះបង4ឆ្នាំចាំបងណាដល់ពេលបងត្រឡប់មកវិញបានការងារធ្វើយើងនឹងមានសុភមង្គលហើយ ចា តោះ អក្សរាអូនទើបទៅរកបងឃើញបែរជាបងត្រូវឃ្លាតឆ្ងាយពីអូនទៅវិញបងដូចជាគ្មានកម្លាំងឈានជើងចេញទៅទេ អូនរីករាយណាស់ដែលបានជួបប្រសិទ្ធភាពរៀបការដោយបងជាអនាគតបងកុំគិតដូច្នេះអីយើងប្រាប់តាមបីជួមតា ចាំបងផ្ដាំចំនួនឲ្យជួយផ្គត់ផ្គង់អូនជំនួសបងណា តាមអាចគិតពីអូនអីគិតពីការខ្វះខាតរបស់បងក្នុងថ្ងៃចេញដំណើរវិញ បងអាចលក់របស់របរជាបណ្ដោះអាសន្នបានអូនកុំបារម្ភអីអក្សរារងចាំបងណា នារីជនបទម្នាក់គ្មានរូបសម្បត្តិឆាតឆាយសម្រាប់បងទេតែមានបេះដូងបរិសុទ្ធណាស់ អូនកុំនិយាយអញ្ចឹងអូនស្អាតណាស់ព្រលឹងរបស់ប៉ាបងហើយរកតែអនាគតកូនប្រសាដែលពេញចិត្តគឺអក្សរាស្នេហាបង បងម្នេះចេញចោលក្នុងមក អក្សរាសុខសប្បាយទេ ចាសុខសប្បាយជាធម្មតាទេ ចុះលំរបស់អក្សរានៅផ្ទះទេ ចាអ៊ំខោចិត្តមួយឆ្នាំហើយខ្ញុំនៅជាមួយកូនប្រុសគាត់2នាក់ឥឡូវពួកគេចេញទៅក្រៅអស់ហើយ ពួកគេសិតតែប្រុសសុំទោសគេជាមនុស្សរបៀបណាដែរ អរគុណនឹងបងដែលចេះគិតគូរដល់ជីវិតរស់នៅរបស់ខ្ញុំគាត់ជាមនុស្សល្អដូចបងអញ្ចឹងខ្ញុំបានសុខទេ ខ្ញុំមិនហ៊ានអួតថាខ្ញុំជាមនុស្សល្អលើសគេទេ រីករាយបំផុតដែលខ្ញុំបានស្គាល់មនុស្សប្រុសចិត្តធាត់ដូចបងសុំទោសខ្ញុំមិនហ៊ានជែងបងចូលលេងខាងក្នុងទេព្រោះខ្ញុំនៅផ្ទះម្នាក់ឯង ឲ្យតែមានចិត្តស្មោះត្រង់ឈរនៅទីណាក៏ដោយឲ្យតែបាននិយាយគ្នាយូរបន្តិច ប
អក្សរាមិនក៏មិននាំគ្នាចូលក្នុងផ្ទះទៅបើចង់សួរសុខទុក្ខគ្នានោះមកឈរសំដែងតួនៅកណ្ដាលវាបែបនេះវាមិនសមផ្នែកញាតិទេ លោកជាកូនរបស់អ៊ំយឹមខ្ញុំធ្លាប់ស្គាល់អក្សរាហើយរាប់អានគ្នាដោយស្មោះត្រង់ទេ ប្រុសនិងស្រីរាប់អានគ្នាចង់មិនចង់គេថាបាត់ទៅហើយប្រាប់ពាក្យស្មោះត្រង់ក៏គ្មានន័យអ្វីដែរ បងចេញទៅវិញចាខ្ញុំសុំទៅផង ខ្ញុំលាសិនហើយ ចា ជប់ទៅអក្សរាខាងខ្លាំងណាស់មែនទេជំនួយវាតែងតែមានចំណងគេបានជួយអក្សរាម្ដងតាមស្គាល់ដល់ផ្ទះខ្ញុំមិនតន់គោរពហៅអក្សរាថាបងថ្លៃមែនតែបងប្រុសខ្ញុំស្រឡាញ់អក្សរាខ្លាំងណាស់ហេតុនេះខ្ញុំសូមពមៀនអក្សរាកុំសូវតាក់ទងនឹងប្រុសដតីក្រៅពីបង្និតអីសោះ តែបើគ្មានលោកម្នីខ្ញុំមិនដឹងខ្លាចទៅជាស្អីណាខ្ញុំទុកបងដិតជាអ្នកគ្រប់គ្រងជីវិតខ្ញុំចំណែកលោកម្នីខ្ញុំគោរពក្នុងនាមជាអ្នកមានគុណហើយក៏គ្មានន័យអ្វីផ្សេងណាកុំយល់ច្រឡំឲ្យសោះ ប្រសើរណាស់បើអក្សរារាប់រកគេព្រោះតែខ្លាចចម្ពាក់គុណគេនោះចាំថ្ងៃក្រោយខ្ញុំជួយគេនោះវិញម្ដងឲ្យវារួចគុណគ្នាហើយអក្សរាត្រូវឈប់តាក់ទងនឹងប្រុសខ្ញុំធ្វើនេះក៏ដើម្បីបងប្រុសរបស់ខ្ញុំដែរ មិនដាច់លើទេជាងបងណិតទៅទៀតនិយាយរកប្រុសមិនបានបងណិតកំណត់ម្លឹងណា អូអូនបានហូបអីហ្នឹង ចាសម្លមកជូននឹងត្រីងៀន បងពេញចិត្តជាងម្ហូបណាណាទាំងអស់ណូមុនពេលដែលបងឃ្លាតឆ្ងាយទៅបងចង់ឲ្យអូនញ៉ាំបាយជុំគ្នាជាមួយបងម្ដងអញ្ចឹងមុនពេលបាយគ្នាខ្ញុំគួរតែស្រាប់ដំបូងមានបងខ្លះមែនទេញ៉ាំបាយទៅយ៉ាងមិនដែរស្នាដៃបងថ្លៃឯងនោះ ឆ្ងាញ់បងមហូបហាងវាតលន់ណាយូរបាយផ្ទះម្ដងទើបដឹងថាបាយផ្ទះឆ្ងាញ់ណាស់ អក្សរាបងប្រាថ្នាជួបតែរំដួលជនបទមួយតងនេះបងចំណាំអូនត្រង់ញញឹមខួយនេះឯង កំអួតពេកជួបអូនព្រាមគ្មានស្គាល់ទេហៅអូនសត្វតែអ្នកមីង វាជាការគួរសមគ្នាទៅវិញទៅមកអន្តាអូនហៅបងថាពូចំណាយបងក៏ហៅអូនថាមីងវិញដែរមិនថាអញ្ចឹងហ៎ បងទាំងពីរខ្ញុំសំងើបមុនហើយខ្ញុំឆ្អែតហើយអក្សរាអូនមិនត្រូវការទុកទេអក្សរាគួរតែជូនដំណើរបងដោយស្រស់ញញឹមទើបបងមានកម្លាំងចិត្ត បងណិនអក្សរាចាំបងគ្រប់ពេលវេលាទាំងអស់ អក្សរាបងសូមមើលភ្នែកអូនឲ្យបានយូរបងចង់ថតរូបរបស់អូននៅក្នុងបេះដូងរបស់បងញញឹមមកអូន បងនិតនេះគឺជាប្រាក់និងអីវ៉ាន់ខ្ញុំខ្ចីគេសម្រាប់ការខ្វះខាតរបស់បង ប្អូនមិនបាច់គិតពីបងទេព្រោះបងមិនបានដឹងថាប្អូនបានប្រាក់នេះដោយសារអ្វីទេមានតែបញ្ហាមួយគត់ដែលបងពឹងអូនគឺជួយផ្គត់ផ្គង់រក្សាអក្សរាជំនួសបងផងយើងមានតែពីអ្នកបងប្អូនបងជឿថាប្អូនមិនធ្វើឲ្យបងខកចិត្តទេបងកំព្រួយ ខ្ញុំយល់ហើយថាខ្ញុំជួយប្រាក់បងនេះគ្មានតម្លៃស្មើនឹងខ្ញុំជួយរក្សាបងអក្សរាទេ
ខ្ញុំនឹងបំពេញបំណងបងបានខ្ញុំទៅវិញ អូនកុំភ្លេចសរសេរសម្បត្តិទៅលេងបងឲ្យបានច្រើនផងណាចំណូលជួយថែទាំអក្សរាជំនួសបងផងអក្សរាបងលាអូនសិនហើយកុំឲ្យគេចាំបង ចា ចំណូលបងទៅហើយបងលាហើយណា ចា នៅឈរដល់ណាទៀតគាត់ទៅបានហើយតោះចូលទៅក្នុងផ្ទះវិញ នៅចូលតែមិនចឹង យ៉ាងម៉េចចង់ឈរម្នាក់ឯងសាកលោមើលទៀតថ្ងៃនេះស្លៀកពាក់ស្អាតបានផងថប់ត្រត់មិនតាន់ទេ ស្រ័យស្រ័យរត់មិនតាន់អត់ព្រោះតែមានប្រុសខ្វះពិចារណាដោយនោះឯងចឹង ខ្ញុំគ្រាន់តែជាអ្នកបើកឡានជ្រែកតំណែងខុសច្បាប់ប្រាក់ខែខ្ពស់អ្នកណាធ្វើអ្វីជាសិទ្ធិរបស់គេ ជាមួយពួកខាតខូចគឺរួមគំនិតគ្នាគ្មានផ្លាច់ត្រង់ណាទេ ឥឡូវនឹងអក្សរាចូលមិនចូលឆ្ងល់ស្រីស្រីប៉ាកែមញ៉ែមញក់ម្លេះទទួលភារកិច្ចមើលអក្សរាពិបាកជាងការពីអភិនរាប់ពាន់គីឡូទៅទៀត អង្គុយសិនមកខ្ញុំចាំឯងយូរហើយ មានអីវ៉ាន់ត្រូវបញ្ចេញទៀតទេលោក អីវ៉ាន់មិនទាន់មកដល់ទេតែនោះឯងត្រូវត្រៀមខ្លួនជាមុនព្រោះយើងចេញដំណើរមិនអាចកំណត់ពេលណាទេថ្វីដៃឯងលើកមុនអស់ចានណាស់លើកមុនគេចរួចមួយជើងខ្ញុំទុកចិត្តលើឯងទាំងស្រុង លោកតកែរបស់យើងដូចជាលាក់មុខណាធ្វើការជាមួយគ្នាតែមិនដែលស្គាល់គ្នាដូចជាពិបាកដល់ហើយ គាត់ជាមនុស្សប្រយ័ត្នបំផុតមិត្តភក្តិគាត់ជាប់គុកម្នាក់ទៅហើយគាត់ប្រហែសយ៉ាងមិនបានតែខ្ញុំអាចសម្រេចកិច្ចការជំនួសគាត់បានអស់កាយឯងត្រឡប់ទៅវិញចុះ អញ្ចឹងខ្ញុំលាទៅវិញព្រោះឥឡូវខ្ញុំដើរចោលផ្ទះយូរមិនបានទេ ឯងមានចំណង5ប្រការ មិនត្រឹមតែ5ប្រការទេ10ទៅ10ឯណោះគេថាទទួលបញ្ញាវាស្មើនឹងបំណុលពិតជាត្រូវមែន ខ្ញុំមិនយល់សម្ដីឯងនិយាយសោះនោះឯងចង់និយាយពីរឿងអី ណាស់ហើយខ្ញុំលាទៅវិញវាជារឿងផ្ទាល់ខ្លួនរបស់ខ្ញុំទេលោកតកា អក្សរាទៅមកពីផ្សារតោះខ្ញុំជូនទៅ ចាខ្ញុំអរគុណណាស់បងចេញទៅចាស់ខ្ញុំតែដើរម្នាក់ឯងបានហើយ អក្សរាខ្ញុំលាសិនហើយ ចា
អក្សរាទៅមកពីផ្សារ ចា មកពីផ្សារសុទ្ធតែមានអាព្រីងទុំមកចាំទទួលបាយមីរាល់ថ្ងៃ ល្មមបាននឹងចំណោមិនគេចាំបាយរីគុំខ្ញុំខ្លាំងមមហ៎ ខ្ញុំរិះគន់នេះក៏ដើម្បីបង្និតទាំងអស់ ចំណែកខ្ញុំសូត្រន់នៅពាក្យសម្ដីគំរោះកំរើយក៏ដើម្បីបង្និតដែរ សម្ដីគ្រាន់បានណាសូមកុំភ្លេចថាអក្សរាជាក្តាមដែលទើបមកពីស្រែទេណាណៃកុំបោបាច់ច្រើនឡើងឡានមកខ្ញុំជូនទៅផ្ទះ ចឹងបាននិយាយអញនឹងមិនចង់ជិះឡានវាចេះញ៉ែញ៉ៃតដៃអីមានមកញ៉ែស្ដាប់វិញទៅស្រួលដែរអូយយ៉ាអូយយោបើនេះហ៊ានចោលតបជិះលើក្បាលឯងមកហ៎ chụp sen chụp ai rồi tôi làm rồi nha chụp bọn bro anh bà hơn á hiên trao sờ bò chơi liền có bà khla pho chết ខ្ញុំក៏វត្តសបកជ័យចោលតែខ្ញុំមិនតាញ៉ាណាប្រាប់ពួកឯងឆោអត់របៀបមករំនៅកដាលវា mày à bon anh trong khăn hả bà sang cầm trong chuyện này ghê ơi chưa ai ơiបងប្រុសជួយខ្ញុំផង ai ơi có bà khôi ai bà hơn á hiện mừng gì cha thời này nè nhóm tha ai môi nữa anh mất sốc chết tê anh tới kẻ son sắc do sầm tu bón chiếm lìa sàn ơi con ai chú ấy hai tên nào đấy ឈ្មោះណែណែព្រោះទេបង ព្រោះអីឈ្មោះដូចស្រីអញ្ចឹងឈ្មោះដូចស្រីអញ្ចឹងមានតែខ្ទើយ បងនៅភូមិជាមួយខ្ញុំដែរបានជាស្គាល់ខ្ញុំច្បាស់មែនខ្ញុំខ្ទេយមែន បាយខ្ទើយមែនឲ្យបងសំឆៃមើលកំពុងតែចង់ឃើញមនុស្សខ្ទើយផង ឆាយអីដូចតែគ្នានឹងគ្មានខុសគ្នាត្រង់ណាទេ ផ្ទះឯងនៅណាដែរ ខ្ញុំជាកូនកំព្រាគ្មានផ្ទះសម្បែងទេរស់នៅដោយលះជើង រហាដៃរហាជើងអញ្ចឹងមិនល្អទេណា បញ្ហាក្រពះទៀមទាចង់ធ្វើការគ្មានចម្រេះចង់រកស៊ីគ្មានដើមបងថាទៅមើលអ្នកក្ររស់យ៉ាងម៉េចបានស្រួល បងក៏កំព្រីឲ្យក្រដែរតែបងតស៊ូណាតម្រុំបានការងារធ្វើណាយទៅនៅជាមួយបងទៅបងនៅតែ2នាក់ម៉ែចិញ្ចឹមតែប៉ុណ្ណោះ អូយសប្បាយណាស់តែប៉ុណ្ណេះខ្ញុំលេងតែតោឡើយ តោងឲ្យចុះងอបាយទៅមកសងក៏អួតដែរងอបាយណែឡានណែគេប្រើដឹងតកចូលកម្ពុជាយ៉ាងណាមិនខ្ចីអួតផងអីទៅដដែរ អ
អ្នកបងប្រុសនេះមក អូនឯងនេះ មនីថ្ងៃនេះមិនក៏យូរម៉េះកូន កូនមានការរវល់បន្តិចនេះញ៉ាំម៉ែចិញ្ចឹមរបស់បង ជំរាបសួរណាមីង អូល្អហើយក្មួយ ពេលណាំដៃបងស្លាប់បងអាយុ10ឆ្នាំអ្នកម៉ែមិនចាក់ចេញពីបងទេ មនីចុះគេនឹងជាណានាដែរ គេជាកូនកំព្រាដូចជាកូនដែរហើយជាប្អូនធម៌របស់កូនផ្ទះយើងថែមសមាជិកម្នាក់ទៀតហើយ អូល្អណាស់ផ្ទះយើងកំពុងតែស្ងាត់ផងនាំគ្នាចូលទៅក្នុងទៅកូន តោះ បាទ នាំគ្នាអង្គុយលេងចុះណាម៉ែទៅរៀបចំបាយទឹក បាទណែប្អូនអាយុប្រហែលឆ្នាំហើយ ណែបាទខ្វះ3ខែ10ថ្ងៃទៀតអាយុ19ឆ្នាំ អឺអត់គ្រប់ខែគ្រប់ថ្ងៃអញ្ចឹងបានជាលេបឡំណាស់ណែប្អូនឯងថាឲ្យពរដល់បងនោះអីភ្លេចហ៎ អូខ្ញុំមិនភ្លេចទេខ្ញុំនឹងជូនពរដល់បងសូមឲ្យបងបានជួបស្រីណាស្អាតដែលបាក់ឡានចោលបងនោះណា ណាយកុំនិយាយពីរឿងគេធ្វើអីបងហាក់ដូចជានៅឆ្ងាយពីគេណា កែបងលួចមើលគេព្រោះពេញចិត្តនឹងគេដែរហើយកុំបាក់ចិត្តអីគុំតែបានជួបគេទេ កុំនិយាយរឿងអត់បានការទៅរកមួយទឹកទៅនឹងអាញ៉ាំបាយបន្ទប់ទឹកនឹងក្រោយ តិចបងមនីលួចមើលឃើញទៅ គ្រាន់តែមួយទឹករាប់ម៉ោងចាំឡើងរមូលពោះទៅហើយ ដូចជាមនុស្សស្រី ខ្ញុំស្អាតមែនទេបងតោះតែប៉ុណ្ណឹងទៅធ្វើប្អូនរបស់បងសំព្រោះបងសង្ហានណា ប្អូនឯងដូចជា ណែខ្ញុំឃ្លានបាយណាតាំងតរញ៉ាំបាយសិន ឈប់សិនបងសូមប្រាប់បន្តិចផ្ទះនេះមានបន្ទប់តែ2ទេឯងត្រូវគេងជាមួយបងមិនអាចទៅគេងជាមួយអ្នកម៉ែបានទេណា ណែអាម៉េចក៏បានដែរ មនុស្សស្រីទេដឹង ជប់នេះបាច់ដាច់ចៃទៀតណាបានជាមករកបាយផ្ទះ ញ៉ាំបាយរួចហើយ ចាខ្ញុំមិនទាន់ញ៉ាំទេ ហើយមិនតន់ញ៉ាំអបបាយពីខាងមិនតន់ញ៉ាំទៀត ខ្ញុំញ៉ាំបាយកកសោយពីព្រឹកណ៎មិនទាន់ញ៉ាំទេ នៅហ៊ានសួរទៀត អូឃើញខ្ញុំមកឲ្យនៅចាំផ្ទះជំនួស
ដើម្បីឆក់ពេកទៅជួបម្ចាស់ចិត្តព្រីងទុំនោះមែនទេ ដូចជាជ្រុលពេកហ៎ មិនជ្រុលទេតែវាត្រូវ ខ្ញុំមកពីទិញបាយញ៉ាំណាកុំចោលចិត្តនិយាយស្មានពេកចំណងចង់ទុកខ្ញុំជាស្អីរបៀបណា តែកុំភ្លេចថាខ្ញុំនេះជាភ្នែកចំហបងចំណិតអ្វីដែលអក្សរាធ្វើមិនសមខ្ញុំមានសិទ្ធិនិយាយហើយអក្សរាត្រូវនៅផ្ទះបំពេញកិច្ចការយ៉ាងសាមញ្ញនាទីនេះកុំចង់រលេះដើររហេតុរហូតបែបនេះនោះចាំខ្ញុំជួយឧបត្ថម្ភ មិនបាច់ទេខ្ញុំកំពុងចង់រកការងារធ្វើដើម្បីផ្គត់ផ្គង់ខ្លួននិងផ្ញើតាបង្និតខ្លះ អូបានន័យថាអក្សរាមិនត្រូវការខ្ញុំឧបត្ថម្ភទេមែនទេ ប្រកបណាស់ខ្ញុំជាស្រីខ្មែរមួយរូបហើយមិនត្រូវការប្រាក់ដែលបានមកពីលោកកិត្តិយសស្រីដូចគ្នានោះទេ មួយជីវិតនេះខ្ញុំមិនចូលចិត្តបញ្យលគេទេកុំចាប់កំហុសខ្ញុំបានម្ដងកោតទោសរហូតនោះល្អដែរបើមិនត្រូវការខ្ញុំរឹតតែស្រួល ទេណែ បើ អូយយកអាវបងមកពាក់ខ្ទេចទីអស់ហើយនេះ ចាំមកខ្ញុំអត់អាវពាក់ផងហ្នឹងណែនិយាយអញ្ចឹងបងហ៎ខ្ញុំធំហើយខ្ញុំមិនចង់រស់ពឹងពាក់លើបងមួយជីវិតទេ នេតឯងចង់មានគំនិតយ៉ាងម៉េចហ្នឹង បងជាអ្នកធ្វើការជួយឲ្យខ្ញុំធ្វើការជាមួយបងទេ ឯងនៅក្មេងណា ខ្ញុំក្មេងតែមានតាបងតែចិត្តខ្ញុំមិនមែនក្មេងទេធ្វើអីក៏បានដូចគេដូចឯងដែររឹកដោយអាគាត់ថ្ងៃមុននោះខ្ញុំខ្ជិលបដៅទេកុំថាតែ1 2 10នាក់ក៏ខ្ញុំមិនខ្លាចដែរ អញ្ចឹងបានចរិតមកឲ្យបងជួយហើយទាញបងរងសឹងតែធ្លាក់ទៅលើម៉ូតូ បងឯងស្មានតែខ្ញុំខ្លាចគេហ៎ណែកាលនោះខ្ញុំខ្ជិលទេ បងក៏ដឹងដែរថាបងប្រុសរបស់បងប៉កែនណាប៉កែខាងរុនណាយកុំធ្វើរឹកមើលតាស្រីណែចាំខែក្រោយប្រុងព្រៀបដាក់ពាក្យទៅចាំបងជួយរកការងារឲ្យអូនឯងធ្វើអក្សរាមកធ្វើការនៅទីនេះជាការប្រសើរណា គេតាមប្រាក់ខ្លះផ្ញើទៅឲ្យបងនិន អក្សរាដូចជាខំពេកហើយនេះអក្សរាចាំខ្ញុំជូនទៅផ្ទះ ចា ចាំតែទៅ ថ្ងៃស្អែកខ្ញុំទៅជួបអក្សរាទៀតណា ចា មកលក់ឲ្យគេចាយចង់អញ្ចឹងវាសប្បាយជាងនៅផ្ទះមែនទេអក្សរា មិនមែនដើម្បីឲ្យគេចាយចង់ទេគេដើម្បីសន្សំលេខផ្ញើតែបងនិត ចាំទុកថាខ្ញុំនិយាយខុសទៅចុះតែល្បិចប្រុសមានច្រើនរបៀបណា4ឆ្នាំអក្សរាត្រូវថែខ្លួនរបៀបណាខ្លះសម្រាប់មកលិតកុំរបៀបលក់ដាច់ភ្លេចខ្លួនចាំគេជូនទៅផ្ទះក្រែងលោកវាមកកាក់កមណាថ្ងៃត្រង់ឡើងឡានមកខ្ញុំជូនទៅផ្ទះ គ្រាន់តែទ្វារក៏មិនបើកឲ្យដែរចំចិត្តអាក្រក់មែន
ស្រុកគេតាមរករឿងដល់ អក្សរាមិនបាច់ខំដល់ម្លឹងទេ ណូមានការអីឆាំនិយាយមកចាស់ របស់ទាំងនេះខ្ញុំទិញផ្ញើអក្សរាបងស្រីមុននឹងគេយកទៅ តែ យកទៅបងស្រីពិតជាមិនត្រូវការរបស់ខ្ញុំមែន របស់ដែលនៅបានដល់របៀបក្តៅក្រហាយមកបានដល់សាច់ចរិតខ្ញុំពេញចិត្តទទួល ខ្ញុំខំទិញផ្ញើបើគ្មានអ្នកទទួលទេនោះបតាណាចាំមិនទុកធ្វើអី ខ្ញុំវាជារបស់មានតម្លៃនោះគួរតែទុកឲ្យសង្សាររិនណាត់ភាសាជាងបោះចោល ខ្ញុំទិញសម្រាប់អ្នកណាគឺអ្នកនោះត្រូវតែទទួលបើអក្សរាមិនពេញចិត្តស្ដាយវាធ្វើអី ណ៎កុំឲ្យទៅអីនៅញ៉ាំបាយសិន ខ្ញុំមិនតន់ឃ្លានទេតើហេតុអីក៏អក្សរារាក់ទាក់នឹងគេនោះខ្លាំងម្ល៉េះ ចាគេជួយខ្ញុំ អូអក្សរាយល់លេះនេះប៉ុន្តែ កុំចាត់ទុកខ្ញុំជាស្រីចំពោះរៀនមីខ្ញុំពិតជាតម្កល់ចិត្តតែមួយគត់សម្រាប់តែបងណាត់ថាខ្ញុំមិនសមលក្ខណៈជាបងថ្លៃណូទេនោះដាញ់ខ្ញុំចុះចេញពីផ្ទះនេះចា ខ្ញុំគ្រាន់តែមកការទុកទេបងប្រុសខ្ញុំស្រឡាញ់អក្សរាណាបើសិនជាអក្សរាហ៊ានក្បត់ចិត្តគាត់កុំថាឡើយត្រឹមដេញចេញខ្ញុំហ៊ានបាញ់អក្សរាចោលទៀតផងចាំសម្ដីខ្ញុំឲ្យច្បាស់ណាជើងនៅលេងដូចខ្ញុំស្អីក៏ហ៊ានធ្វើដែរ នៅក្នុងផ្ទះតែក៏ឯងចូលចិត្តពាក់មួកធ្វើមើលតែមនុស្សមកពីព្រៃ បាទខ្ញុំដល់មិនបានទេអ្នកមីងព្រោះមានគ្រូកម្មម្ដងចេះតែឈឺក្បាលណា ឯងនេះយ៉ាងម៉េចហ្នឹងហាមនីកូនយ៉ាងម៉េចហ្នឹងហាយ៉ាងម៉េចមនីណែកូនឯងទៅជប់លៀងម្ដងនេះមិនក៏សបឹងទៅហ៎ អូយធំក្លិនល្មុតទុំ អត់អីទេម៉ែអ្នកណាថាខ្ញុំសវឹងមិនបើម៉ូតូដល់ផ្ទះទេ អត់ស្វឹងទេតែគ្រាន់តែជាយបបោមាត់ ស្ទាបបន្តិចមើលមាត់បងស្រួយហើយរឹងទៀតផង នេះតាមើលដោះអាវបងឯងហើយរៀបចំឲ្យគេងទៅណា បាទអ្នកមីងចេះតែរៀបចំឲ្យគាត់ អូនយាយផ្កាមានម្ចាស់ហេតុអីបើពុំមែនគូហេតុអីក៏ជួបបើជួបមិនក៏មិនមែនគូ អីស្វឹងអីគាត់កែម៉េះ ខ្ញុំមិនមែនបងស្រីនោះទេកុំល្វើល្វាយពេក
គេមានគូតដឹងនៅតែថ្ងៃរៀបការក៏មិនគួរកាត់ទុកម្នាក់ឯងសោះឯណាដែលអូនឃើញបងល្វឹងទេអញ្ចឹងបានហ៎ ណែអូនកុំចាត់ទុកបងថាប្រុសល្ងង10គត់នោះយប់នេះបងបញ្ជាក់ប្រាប់អូនថាបងដឹងទាំងអស់តែទោះបីអូនជាស្រីក៏ដោយបងនៅតែទុកអូនជាប្អូនស្រីដដែលបងគ្រាន់តែចង់ដឹងថាអូនជាស្រីខ្លែងខ្លួនបែបនេះដើម្បីអី អូនមិនមែនជាមនុស្សអូនខ្លាញ់ខ្លួនព្រោះខ្លាចគេមើលងាយព្រោះអូនជាស្រីរស់នៅតែតោ ល្អប៉ុណ្ណឹងបងជប់ឆ្ងល់ទៀតហើយហីដូចជាអាការ៉ា មកឃើញបងស្រីស្អាតនោះអើចេញទៅណាដែរ បាទថ្ងៃនេះសម្រាប់ខ្ញុំ ជំរាបសួរបងស្រីជំរាបសួរ ជាប្អូនធររបស់ខ្ញុំ បងស្រីបងខ្ញុំគាត់ថា ថាស្អីខ្ញុំចង់ទៅលេងអាការ៉ាបានញឹកញាប់ អីទេ